បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នានៅក្នុងលំហាត់ molecular ADN ដែលគេឲ្យ molecular ADN មួយមានចំនួននុយក្រូទីតប្រភេទ A លើសប្រភេទនុយក្រូទីតដែលមិនមែនជាគូបាសបំពេញគ្នាចំនួន2គុណនឹង10សេគុណ4នុយក្រូទីត molecular ADN នេះមានប្រវែង68មីក្រូម៉ែត្រក៏ចូលរកចំនួននុយក្រូទីតប្រភេទនីមួយៗរបស់ ADN ខបើក្នុងច្រវាក់ទី1 A មានចំនួន3គុណនឹង10សេគុណ4នុយក្រូទីតនិង C មានចំនួន4គុណនឹង10សេគុណ4នុយក្រូទីតតើក្នុងច្រវាក់នីមួយៗរបស់ ADN មាននុយក្រូទីតប្រភេទនីមួយៗស្មើនឹងប៉ុន្មានបន្ទាប់ពីយើងអានប្រធានចប់សពគ្រប់យើងចាប់ដើមសរសេរបំរាប់គឺគេឲ្យ A ដក C មានន័យថាគេឲ្យ A លើប្រភេទនុយក្រូទីតដែលមិនមែនបំពេញមានន័យថាមិនមែនបំពេញ A គឺមានតែ C ឬក៏ C យើងទៅសេ A ដក C ក៏បាន A ដក C ក៏បានដែរគឺស្មើនឹង2គុណនឹង10សេគុណ4នុយក្រូទីតនិងប្រវែងតាំងដោយអក្សរ L គឺស្មើនឹង68មីក្រូម៉ែត្រយើងទៅសេមកបែបនេះអញ្ចឹងយើងមើលបន្តទៀតគេថានៅក្នុងច្រវាក់ទី1ហ្នឹងគឺមាន A អងមានចំនួន3គុណនឹង10សេគុណ4នុយក្រូទីតនិង C មានចំនួន4គុណនឹង10សេគុណ4នុយក្រូទីតគេសួរថាតើក្នុងច្រវាក់នីមួយៗរបស់ ADN ហ្នឹងមាននុយក្រូទីតប្រភេទមួយស្មើប៉ុន្មានតទៅពីយើងបានសរសេរបំរាប់ចប់សពគ្រប់មកបាទចប់ពីយើងសរសេរបំរាប់សពគ្រប់គឺយើងចាប់ផ្ដើមសរសេរនៅអ្វីដែលគេបានសួរយើងបាទដោយចំនួនកគេសួររកចំនួននុយចំនួនកគេសួររកចំនួននុយក្រូទីតប្រភេទនីមួយៗរបស់ ADN បាទនេះគេឲ្យរកនុយនីមួយៗរបស់ ADN យើងដឹងថាការរកនុយក្រូទីតប្រភេទនីមួយៗរបស់ ADN យើងត្រូវតែវិចារទ្រឹស្ដីតាមគោលការណ៍បំពេញបាសគឺក្នុងគោលការណ៍បំពេញបាសគឺយើងមាន A បំពេញជាមួយនឹង T នាំឲ្យ A ស្មើ T C បំពេញជាមួយនឹង C នាំឲ្យ C ស្មើ C យើងបាន A បូក T បូក C បូក C ស្មើ M នាំឲ្យ 2A បូក 2C ស្មើ M ពីព្រោះ A ស្មើ T បាទ A ស្មើ T C ស្មើ C យើងអាចយក 2A ឬបូកនឹង 2C ក៏បានឬក៏ 2T បូក 2C ក៏បានដែរអញ្ចឹងយើងបានរកឃើញនៅ M យើងជាប់បញ្ញត្តិ M តែហេតុអីបានយើងយកបញ្ញត្តិ M នេះដោយ M វាអាចរកឃើញតាមរយៈប្រវែងដែលគេឲ្យនេះគឺ68មីក្រូម៉ែត្រយើងតាមរូបមន្តប្រវែងគឺស្មើនឹង L គឺស្មើនឹង M លើ2គុណនឹង 0.34 ណាណូម៉ែត្រ M ជានុយក្រូទីតសរុបនោះយើងបាន M ស្មើនឹង 2L លើ 0.34 ណាណូម៉ែត្របាទយើង2យើងទុកគុណមក L នេះមកហើយយើងចំនួនតម្លៃចូលតែម្ដងគឺតម្លៃនេះគឺជាតម្លៃ L គឺ68មីក្រូម៉ែត្រតែយើងដឹងថា68មីក្រូម៉ែត្រនេះបើយើងចែកមីក្រូម៉ែត្រជាមួយនឹងណាណូម៉ែត្រវាមិនត្រឹមត្រូវតាមខ្នាតទេយើងត្រូវបំបែកវាឲ្យទៅជាណាណូម៉ែត្រសិនដោយ1មីក្រូម៉ែត្រវាស្មើនឹង10ស្វ័យគុណ3ណាណូម៉ែត្រអញ្ចឹងយើងយក68គុណនឹង10ស្វ័យគុណ3ណាណូម៉ែត្រយើងទូទាត់មកយើងឃើញចម្លើយគឺស្មើនឹង40គុណនឹង10ស្វ័យគុណ4នុយក្រូទីតយើងមានតម្លៃ M បែបនេះយើងយកមកចំនួននៅក្នុងសមីការនេះនោះយើងបាន 2A បូក 2C ស្មើនឹង40គុណនឹង10សេគុណ4នុយក្រូទីតនោះយើងបាន A បូក C ស្មើនឹង20គុណ10សេគុណ4នុយក្រូទីតយើងបោះ2មកយើងសម្រួលនៅសល់20គុណ10សេគុណ4នុយក្រូទីតយើងមានសំចងជាសមីការមួយដោយយើងមានទីនេះយើងមានបំរាប់គេប្រាប់មកស្រាប់គឺ A ដក C នេះគឺស្មើ2គុណនឹង10សេគុណ4 10សេគុណ4នោះយើងបាន A
ដកសេស្មើនឹង2គុណ10សេគុណ4នុយក្រូទីតជាសមីការ2តាម1និង2យើងបានបាទគឺ a បូក c ស្មើ20គុណ10សេគុណ4 a ដក c ស្មើ2គុណ10សេគុណ4យើងសម្រួលបូកសមីការទៅយើងអាចសម្រួលបូក c និងដក c គឺអស់គឺស្មើនឹង 2a បូកនេះចូលគឺ22គុណ10សេគុណ4ជំនួសឲ្យ a ស្មើនឹង11គុណនឹង10សេគុណ4នុយក្រូទីតពេលដែលយើងរកឃើញតម្លៃ a ហើយយើងអាចយកតម្លៃ a នេះទៅចំនួនក្នុងសមីការ1ក៏បានយើងទៅចំនួនក្នុងសមីការ2ក៏បានដែរសមីការទាំងអស់នេះអញ្ចឹងឥឡូវនេះលោកគ្រូនឹងយកតម្លៃ a ទៅចំនួនក្នុងសមីការ2នេះនោះយើងបាន a ដក c ស្មើនឹង2គុណ10សេគុណ4នាំឲ្យ c ស្មើនឹង11គុណនឹង10សេគុណ4ដក2គុណនឹង10សេគុណ4ស្មើ9គុណនឹង10សេគុណ4បាទ11នេះគឺជាតម្លៃរបស់ a នេះកន្លែងនេះ a ដែលយើងដាក់មកចំនួនមកយើងដកបានគេនេះអញ្ចឹងយើងឃើញតម្លៃ c ហើយយើងមានតម្លៃ c និងតម្លៃ a ហើយយើងអាចឆ្លើយបានហើយដល់ហ្នឹងព្រោះយើងមាន a ស្មើទេ c មក c នេះគឺយើងបានដូចនេះគឺ a ស្មើទេស្មើនឹង11គុណ10សេគុណ4នុយក្រូទីតហើយ c ស្មើ c ស្មើនឹង9គុណនឹង10សេគុណ4នុយក្រូទីតយើងចប់សមីការយើងចប់យើងបានចប់នៅសំណួរកយើងចូលទៅកាន់នៃសំណួរខមួយទៀតសំណួរខគេសួរយកយើងនុយក្រូទីតច្រវាក់ម្ខាងបានន័យទៅច្រវាក់នីមួយនៃច្រវាក់ម្ខាងម្ដងអញ្ចឹងយើងអាចសរសេរមកគឺរកចំនួននុយក្រូទីតប្រភេទនីមួយរបស់ច្រវាក់ម្ខាងរបស់ Rn រកម្ខាងក្តីរកនុយក្រូទីតរបស់ Rn តីត្រូវតែគោរពទៅតាមគោលការណ៍បំពេញបាសដូចគ្នាប៉ុន្តែវាខុសគ្នាត្រង់នេះបន្តិចនេះជាគំនិតមួយដែលយើងត្រូវគិតសរសេរនៅក្នុងក្រដាសព្រាងទេបើយើងមិនច្បាស់យើងសរសេរបែបនេះមកបងថា a t c c មកហើយយើងម្ខាងយើងដាក់1ចឹងមកម្ខាងទៀតយើងដាក់2មកព្រោះ a យើងដឹងថា a បំពេញទេ t បំពេញ a c បំពេញ c c បំពេញ c យើងដាក់ចំចឹងមកចំណុកយើងមកសរសេរក្នុងសមីការនេះយើងងាយក្នុងការសរសេរយើងអាចថា a អមបំពេញ t ដឺ a t អមបំពេញ a ដឺ c អមបំពេញ c ដឺនិង c អមបំពេញ c ដឺយើងសរសេរបែបងាយបែបនេះអញ្ចឹងយើងអាចទាញវាស្មើគ្នាមកតបពីយើងទាញបែបនេះហើយយើងដឹងថាតម្លៃ a អងមាន c អងមានប្រកាសជាតាក់ទងទៅនឹង a និង c ទាំងឯងអញ្ចឹងយើងមានតម្លៃ a របស់ Rn តែយើងរកឃើញនៅលំហាត់កគឺតម្លៃ a របស់ Rn នេះវាស្មើនឹង a អងបូកជាមួយនឹង a ដឺប៉ុន្តែ a ដឺវាស្មើនឹង t អងយើងអាចយក a អងបូកជាមួយនឹង t អងបាននោះយើងទាញទៅរក t អង t អងវាស្មើនឹង a របស់ Rn ដក a អងឥឡូវយើងមានតម្លៃ a របស់ Rn យើងមានហើយគឺ11គុណនឹង10សេគុណ4នៅចម្លើយកដែលយើងរកឃើញហើយ a របស់ Rn នេះយើងគេឲ្យមកគឺ3គុណនឹង10សេគុណ4នុយក្រូទីតនោះយើងបាន t អងស្មើនឹង11គុណ10សេគុណ4ដក3គុណនឹង10សេគុណ4ស្មើនឹង8គុណ10សេគុណ4នុយក្រូទីត c យើងរកដូចគ្នាផងដែរ c Rn ហ្នឹងក៏ដូចគ្នាដែរវាស្មើ c អងបូកនឹង c អងនោះយើងទាញបាន c អងស្មើនឹង c Rn ដក c អង c Rn យើងរកឃើញនៅចម្លើយកគឺ9គុណ10សេគុណ4យើងដក c អងដែលគេឲ្យមកស្រាប់គេប្រាប់មកគឺ c អងស្មើនឹង4គុណ10សេគុណ4នុយក្រូទីតនោះយើងបំផ្លាញចូលគឺស្មើនឹង9គុណ10សេគុណ4ដក4គុណនឹង10សេគុណ4នុយក្រូទីតស្មើនឹង5គុណ10សេគុណ4នុយក្រូទីតនោះយើងអាចមានតម្លៃច្បាស់លាស់អស់ហើយ c អងយើងមាន t អងយើងមានបាទ a អងយើងមាន c អងយើងមានអញ្ចឹងយើងអាចយកចម្លើយនៅទីនេះភាពវាស្មើគ្នាទាំងអស់នេះយកមកសរសេរថាដូចនេះគឺ a អងស្មើ t ដឺស្មើ3គុណ10សេគុណ4t អងស្មើ a ដឺបាទ t អងនេះវាស្មើ a ដឺនេះស្មើនឹង8គុណ10សេគុណ4ហើយ c អងស្មើនឹង c ដឺនេះ c អងគេឲ្យមកស្មើនឹង4គុណ10សេគុណ4ហើយនឹង c អងយើងរកឃើញគឺ5គុណ10សេគុណ4យើងស្មើនឹង c ដឺនេះគឺស្មើនឹង5គុណ10សេគុណ4នុយក្រូទីតបាទយើងឆ្លើយចប់គ្រប់ត្រឹមចំណុចនេះបាទសូមអរគុណសូមជូនពរកូនឲ្យ
មានសំណាង